តើអ្នកធ្លាប់ទេនៅពេលដែលអ្នកគេងនៅពាក់កណ្ដាលអធ្រាត្រហើយអ្នកក៏បានគិតពីរឿងរ៉ាវជាច្រើនគិតទាំងអារឿងរ៉ាវដែលបានកើតឡើងរួចទៅហើយមានទាំងអ្នកខ្លះទៀតគឺគិតពីរឿងដែលមិនទាន់បានកើតឡើងយើងតែងតែហៅវាថាការគិតច្រើនឬក៏ overthinking ហើយយើងតែងតែនិយាយលេងសើចពីវាដូចជាពាក្យថាកុំគិតច្រើនប៉ុន្តែនៅថ្ងៃនេះខ្ញុំចង់មកចែករំលែកអំពីការគិតច្រើននេះកំពុងធ្វើបាបសុខភាពរបស់អ្នកយ៉ាងពិតប្រាកដការគិតច្រើនគឺមិនមែនគ្រាន់តែជាទម្លាប់ដែលគួរឲ្យធុញទ្រាន់នោះទេប៉ុន្តែវាគឺជាព្រឹត្តិការណ៍ផ្លូវកាយដែលអាចផ្លាស់ប្ដូររូបរាងកាយហើយនិងសារធាតុគីមីនៅក្នុងខួរក្បាលរបស់អ្នកបើសិនជាអ្នកគឺជាមនុស្សដែលគិតច្រើនមិនឈប់នេះគឺជាហេតុផលដែលរាងកាយរបស់អ្នកកំពុងតែអង្វរឲ្យអ្នកបញ្ឈប់វាចំណុចទី1ខួរក្បាលមិនអាចបែងចែករឿងពិតនិងរឿងគិតរាប់ពាន់ឆ្នាំមុនដូនតាយើងមានអារម្មណ៍ថា stress ខ្លាំងលុះត្រាតែមានគ្រោះថ្នាក់ពិតប្រាកដកើតឡើងនៅចំពោះមុខដូចជាពេលសត្វខ្លាដេញខាំជាដើមនៅក្នុងខួរក្បាលរបស់យើងគឺមានប្រព័ន្ធប្រកាសអាសន្នតូចមួយប៉ុន្តែបញ្ហានោះគឺត្រង់ថាប្រព័ន្ធប្រកាសអាសន្នតូចនោះវាមិនអាចបែងចែកថាអ្វីទៅគឺជាសត្វខ្លាដ៏ពិតប្រាកដនិងអ្វីជាគំនិត stress នោះទេដូច្នេះនៅពេលដែលអ្នកកំពុងអង្គុយលើសាឡុងរាប់ម៉ោងគិតអំពីសារនៅក្នុងទូរស័ព្ទឬក៏សម្ដីអ្នកដទៃដែលបាននិយាយមកកាន់យើងខួរក្បាលរបស់អ្នកគឺកំពុងគិតថាយើងត្រូវតែប្រយុទ្ធដើម្បីរស់ហើយវាក៏បង្ហូរអរម៉ូន stress ចូលទៅក្នុងរាងកាយរបស់យើងយ៉ាងគំហុកបើសិនជាវាកើតឡើងតែមួយផ្លេតគឺមិនអីនោះទេប៉ុន្តែបើសិនជាវាកើតឡើងខ្ពស់រាល់ថ្ងៃវានឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយហើយនឹងអាចមានការឡើងសម្ពាធឈាមដែលនេះហើយគឺជាហេតុផលដែលបញ្ជាក់ថាអ្នកមានការអស់កម្លាំងខ្លាំងទោះបីជានៅក្នុងថ្ងៃនោះអ្នកមិនបានធ្វើការងារធ្ងន់ធ្ងរក៏ដោយចំណុចទី2ទំនាក់ទំនងរវាងខួរក្បាលហើយនិងពោះវៀនតើអ្នកធ្លាប់កត់សម្គាល់ទេថានៅពេលដែលអ្នកកំពុងតែមានរឿងពិបាកចិត្តឬបារម្ភខ្លាំងអ្នកច្រើនតែឈឺពោះហើមពោះឬក៏ញ៉ាំបាយមិនចូលរឿងនេះមិនមែនជាការចៃដន្យទេខួរក្បាលរបស់យើងនិងពោះវៀនគឺមានទំនាក់ទំនងផ្ទាល់តែម្ដងនៅពេលដែលអ្នកស្ថិតនៅក្នុងស្ថានភាពតតាំងឬក៏រត់គេចដោយសារការគិតច្រើនរាងកាយរបស់អ្នកនឹងកាត់ផ្ដាច់មុខងារណាដែលមិនសូវសំខាន់ដើម្បីថែរក្សាថាមពលវាដកលំហូរឈាមចេញពីប្រព័ន្ធរំលាយអាហារហើយរុញទៅកាន់សាច់ដុំវិញការកាត់ផ្ដាច់ឈាមភ្លាមៗនេះហើយដែលបង្កជាអាការៈរមូរពោះចង្អុរនិងចុកពោះវៀនអ្នកឃើញទេពោះវៀនរបស់អ្នកកំពុងតែរងគ្រោះព្រោះតែការគិតរបស់អ្នកចំណុចទី3អ្នកកំពុងតែកែប្រែទម្រង់ខួរក្បាលខ្លួនឯងឥឡូវនេះយើងនិយាយពីពាក្យវិទ្យាសាស្ត្រមួយហៅថា neuroplasticity វាមានន័យថាខួរក្បាលរបស់អ្នកគឺដូចជាផ្លាស្ទិកអញ្ចឹងវាអាចបត់បែននិងផ្លាស់ប្ដូរទៅតាមទម្លាប់របស់យើងបើនិយាយឲ្យចំអ្នកកំពុងតែវឹកហាត់ខួរក្បាលខ្លួនឯងឲ្យស្គាល់តែភាព stress តែប៉ុណ្ណោះកាលណាអ្នកធ្វើវាកាន់តែច្រើនខួរក្បាលរបស់អ្នកនឹងងាយនឹងធ្លាក់ចូលទៅក្នុងភាពស្លន់ស្លោដោយស្វ័យប្រវត្តិនៅពេលក្រោយចុងក្រោយបង្អស់ការគិតច្រើនគឺបំផ្លាញដំណេករបស់អ្នកទោះបីជាអ្នកអាចគេងលក់ដោយសារតែអ្នកអស់កម្លាំងក៏ដោយក៏ខួរក្បាលដែល stress មិនអាចចូលទៅដល់វដ្តនៃការគេងលក់ជ្រៅនោះឡើយការគេងជ្រៅគឺជាពេលដែលខួរក្បាលបានចំអាតជាតិពុលនិងរៀបចំអារម្មណ៍ឡើងវិញបើគ្មានវាទេអ្នកនឹងភ្ញាក់ឡើងយ៉ាងស្ពឹកស្រពោននិងកាន់តែ stress ជាងមុននៅថ្ងៃបន្ទាប់អំវែពីការគិតច្រើនអ្នកគួរតែទុកចិត្តទៅលើព្រះបានបង្កើតយើងមកដោយទ្រង់មានផែនការសម្រាប់យើងយ៉ាងល្អនៅពេលដែលអ្នកប្រគល់ភាពខ្វល់ខ្វាយអនាគតនិងភាពភ័យខ្លាចរបស់អ្នកទៅកាន់ព្រះនោះអ្នកនឹងបានរកឃើញសេចក្តីសុខសាន្តយ៉ាងពិតប្រាកដព្រះចង់ឲ្យយើងរស់នៅដោយក្តីជំនឿមិនមែនរស់នៅដោយការមានភាពភ័យខ្លាចនោះទេហើយនៅក្នុងវីដេអូនេះនាងខ្ញុំក៏មានតែប៉ុណ្ណេះនាងខ្ញុំសូមអរគុណនិងជួបគ្នានៅវីដេអូក្រោយ